បងតោះគ្នាយើងចាំជួបការសម្ភាសជាមួយអ៊ំសុកដែលគាត់ជាមេភូមិនៅខាងកោះថ្មីឃុំកោះស្ទឹងស្រុកកោះស្ទឹងខេត្តកំពង់ចាមជំរាបសួរអ៊ំបាទអ៊ំខ្ញុំមកនេះឃើញអ៊ំឆ្អើត្រីឆ្អើអីហ្នឹងតើការដែលឆ្អើត្រីនេះចំនួនត្រីប្រហែលគីឡូហើយមានប្រហែល100ចកាដែរអ៊ំបាទការឆ្អើត្រីហ្នឹងបើយើងគិតជាចំនួនមកវគ្គទី1ខ្ញុំបានបញ្ជូនខាងកងទ័ពហើយហ្នឹងបាទអ៊ំបាទចំនួនជាង100គីឡូបាន300ចកាបាន300ចកា300ចកាអ៊ំណាបាទ300ចកាហ្នឹងបានបញ្ជូនទៅខាងកងពណ៌តូចលេខ70ហ្នឹងមកដល់មិញហើយបាទអ៊ំបាទហើយមកចាប់បន្តពីហ្នឹងមកគឺយើងបានឆ្អើរយៈពេល3 4ថ្ងៃហើយបាទអ៊ំបាទដោយលោកអភិបាលខេត្តគាត់ឃើញអញ្ចឹងគាត់ក៏បាទគាត់ឲ្យយើងឆ្អើរត្រីបាទការឆ្អើរហ្នឹងអត់មានយកឈ្នួលយកកម្រៃអីពីលោកអភិបាលទេគឺកម្លាំងតាមមគ្គីពលរដ្ឋភូមិខ្ញុំហ្នឹងគឺបាទគាត់ចូលរួមជួយបាទគាត់អ្នកទិញត្រីបាទគាត់អ្នកចំណាយលុយដែលត្រូវត្រីដែលត្រូវទិញគឺគាត់ទិញបានមកទៅចំណាយកម្លាំងធ្វើគឺខ្ញុំចូលរួមធ្វើកម្លាំងខ្ញុំគាត់គាត់ជួយធ្វើបាទគាត់ត្រេកអរនឹងជួយដោយតែគាត់យកទៅកងទ័ពដូចគ្នាបាទអញ្ចឹងមានន័យថាការដែលឆ្អើរត្រីនេះគឺយើងឆ្អើរពីដំណាក់កាលមែនទេអ៊ំអញ្ចឹងយើងទើបតែយកទៅមកដំណាក់កាលដើម្បីជូនដល់វរៈក្នុងទ័ពមែនទេអ៊ំបាទនោះជាផ្ទាល់កម្មសិទ្ធិជារបស់ទ័ពរដ្ឋជន់នៅភូមិនឹងផ្ទាល់ទៅហើយចប់ហើយប៉ុន្តែនេះយើងបន្តជាមួយលោកអភិបាលខេត្តគាត់ធ្វើការត្រូវត្រីឆ្អើរហ្នឹងគឺយើងជួយគាត់បាទអ៊ំបាទគាត់ជួយហ្នឹងក៏ចំនួនគាត់ត្រូវឲ្យធ្វើហ្នឹង1តោនត្រីអូ1តោនអ៊ំណាបាទ1តោនត្រីស្រស់ហ្នឹងបាទអ៊ំបាទអញ្ចឹងសម្រាប់ការដែលធ្វើដំបងគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកភូមិហើយគាត់មកចូលរួមជួយធ្វើគ្នាណាអ៊ំណាបាទអញ្ចឹងលើកទី2នេះគឺការមានការចូលរួមពីលោកចៅហ្វាយខេត្តកំពង់ចាមរបស់យើងមែនទេអ៊ំបាទអ៊ំបាទអញ្ចឹងនេះហើយបងប្អូនទាំងគ្នាហើយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅខាងកោះថ្មីខ្ញុំតែងតែហ្វាបងប្អូនទាំងគ្នាហើយការដឹកនាំរបស់អង្គគឺល្អមែនតើហើយសម្រាប់បងប្អូនអំពូមីនេះហ្នឹងគឺនិយាយទៅចូលរួមគ្នាខ្លាំងមែនតើសម្រាប់ការធ្វើផ្លូវមិនថាធ្វើផ្លូវឬក៏កម្មវិធីផ្សេងៗគឺមានច្រើនណាស់ណាបាទអញ្ចឹងអ៊ំមានអីជាចុងក្រោយសម្រាប់នៅក្នុងវីដេអូឬក៏ជាសារចែកម្លែកអីបន្ថែមអត់អ៊ំបាទខ្ញុំមានអីទេមានតែការអរគុណបាទដល់លោកអភិបាលខេត្តគាត់យកមកឲ្យខ្ញុំធ្វើមែនប៉ុន្តែហាក់បីដូចជាខ្ញុំបានចូលរួមចំណែកបាទជាកម្លាំងកាយកម្លាំងចិត្តចូលរួមធ្វើត្រីដើម្បីថាឆ្អើទៅជូនកងទ័ពបាទហ្នឹងហើយពូត្រូវធ្វើត្រីហ្នឹងទៅចាប់ធ្វើបន្តទៅទៀតទៅពូព្រឹកមិញគាត់មកផ្ទាល់ហើយលោកអភិបាលខេត្តគាត់មកផ្ទាល់ហើយបាននឹងបន្តធ្វើរាល់ថ្ងៃទៀតធ្វើម៉េចឲ្យបានគ្រប់បាទគ្រប់1តោនត្រីហ្នឹងប៉ុន្តែឥឡូវបានតែមកចូលថាពាក់កដាលបាទបានតែ1000ជាងចកាអីអូបាទអញ្ចឹងមានន័យថាយើងបានជាង1000ចកាណាស់ណាបាទអញ្ចឹងសម្រាប់ការចូលរួមតើបងប្អូនប្រជាពលរដ្ឋអីគឺគាត់មកជួយច្រើនណាស់ណាគាត់មកជួយបាទមកជួយបាទអញ្ចឹងអរគុណច្រើនអ៊ំសម្រាប់ការចែកម្លែកហើយនឹងការចូលរួមរបស់អ៊ំដើម្បីនាំបងប្អូនប្រជាពលរដ្ឋគាត់ឆ្អើត្រីឆ្អើយដើម្បីជូនដល់វរៈកងទ័ពតើអញ្ចឹងនេះហើយកម្លាំងជួរក្រោយបងប្អូនដល់គ្នាយើងជាកម្លាំងជួរក្រោយយើងអត់មានអីជាធំដុំទេគឺយើងជួយជាកម្លាំងចិត្តនិងជួយជាសម្ភារៈអីផ្សេងៗណាបាទអរគុណច្រើនអ៊ំបាទអរគុណច្រើនអ៊ំបាទជំរាបលាអ៊ំបាទអូសប្បាយចិត្តអត់បន្ទាប់ពីនេះការចូលរួមធ្វើត្រីឆ្អើដើម្បីជួយដល់វរៈកងទ័ពឯអ៊ំអីសប្បាយចិត្តអត់អ៊ំបាទធ្វើនេះមិនមែនធ្វើដោយចិត្តទេថាធ្វើចេញពីបេះដូងមកបាទអ៊ំបាទអញ្ចឹងយើងអត់មានហាងខ្លាច់ហត់ខ្លាច់បបាយគឺចេញពីបេះដូងហ្មងបាទចោលការងារផ្ទះសម្រាប់បងប្អូនអ្នកកោះដឹងហើយតែខែនេះគឺរវល់មែនតើរវល់ចការរវល់អីប៉ុន្តែអ៊ំពូគឺធ្វើចេញពីបេះដូងសម្រាប់ជាកម្លាំងចិត្តនិងជាស្បៀងអាហារមួយផ្នែកសម្រាប់ជួយដល់វរៈកងទ័ពរបស់យើងណាអ៊ំណាអូយបងប្អូនដល់គ្នានេះហើយទឹកចិត្តបងប្អូនខ្មែរគឺមានការរួបរวมការសាមគ្គីការលើកទឹកចិត្តអញ្ចឹងការរួបរวมការសាមគ្គីនេះហើយជាកម្លាំងចិត្តដល់វរៈកងទ័ពរបស់យើងដែលគាត់នៅជួរមុខហើយយើងក៏ជាចំណែកមួយសំខាន់មែនតើអញ្ចឹងមិនថាប្រទេសជាតិយើងពេលដែលមានបញ្ហាឬក៏ផុតបញ្ហាទេយើងនៅតែរួបរวมសាមគ្គីនិងចូលរួមលើកកម្លាំងចិត្តដល់វរៈកងទ័ពយើងទាំងអស់គ្នាណាពូណាបាទការងារប្រទេសជាតិទាំងអស់គ្នាអញ្ចឹងមានតែពួកយើងអ្នកក្រោយទេយើងចូលរួមជាមួយគ្នាដើម្បីជាចំណែកមួយសម្រាប់សង្គមជាតិរបស់យើងជួយជាកម្លាំងជួយជាថវិកាបាទអ៊ំជួយជាបន្លែបង្ការផ្លែឈើ